នៅថ្ងៃទី22ខែធ្នូគណៈប្រតិភូជនពស់នៃប្រជាណាចក្រកម្ពុជាបានយាងនឹងអញ្ជើញមកដល់ទីក្រុងហានជូឯកឧត្តមជូចិនយិនអភិបាលខេត្តជឺជាងនិងលោកជំទាវឯកឧត្តមអ៊ូសៀនអភិបាលក្រុងហានជូនិងលោកជំទាវព្រមទាំងប្រជាពលរដ្ឋរាប់ពាន់នាក់បាននាំគ្នាមកស្វាគមន៍សម្ដេចព្រះនរោត្តមសីហនុយ៉ាងកក់ក្ដៅនិងដោយក្តីរំភើបរីករាយជាទីបំផុតនៅតាមផ្លូវទៅកាន់ព្រះដំណាក់ប្រជាជនយ៉ាងច័ន្ទកកក្នុងសម្លៀកបំពាក់ចម្រុះពណ៌ដែលកាន់ទង់ជាតិនិងបែបផ្កាបាននាំគ្នាស្រែកជ័យឃោសទទួលស្វាគមន៍ដោយទឹកចិត្តពុះកញ្ជ្រោលរំភើបរីករាយឥតឧបមាចំពោះវត្តមានដ៏ឧត្តមឧត្តមនៃគណៈប្រតិភូជនខ្ពស់កម្ពុជាផ្ទៃទឹកបឹងស៊ីហ៊ូដែលស្ថិតនៅក្នុងទិដ្ឋភាពដ៏ស្រស់ត្រកាលនៃនីតិខៈរដូវដែលកំពុងឈានចូលមកដល់នេះក៏បានរងចាំទទួលស្វាគមន៍គណៈប្រតិភូនៃប្រទេសជាមិត្តផងដែរសម្ដេចព្រះនរោត្តមសីហនុស្ដេចយាងដឹកនាំគណៈប្រតិភូជនខ្ពស់ចុះសួរសុខទុក្ខប្រជាជននៅក្នុងសហករណ៍បង្កបង្កើនផលស៊ីហ៊ូប្រជាកសិករចិននៅទីនេះធ្វើការផលិតតែលុងជីនដែលមានឈ្មោះល្បីទេសភាពនៅទីនេះមានពណ៌បៃតងដោយសារតែចំការតែបានលាតសន្ធឹងគ្របដណ្ដប់ផ្ទៃដីគ្រប់ទិសទីគ្រឿងយន្តស្វ័យប្រវត្តិបានមកជំនួសការបង្កបង្កើនផលដោយដៃហើយជំរុញបរិមាណផលិតផលតែឲ្យកើនឡើងបានយ៉ាងច្រើនគណៈប្រតិភូជនខ្ពស់កម្ពុជាបានយាងនឹងអញ្ជើញមកទស្សនាសាលាមត្តេយ្យរបស់សហករណ៍ហើយបានប្រឡែងលេងយ៉ាងស្និទ្ធស្នាលជាមួយកុមារាកុមារីនៅទីនោះដោយក្តីរីករាយក្រៃលែង ស
សម្ដេចព្រះនរោត្តមសីហនុក្នុងនាមនៃរាជរដ្ឋាភិបាលកម្ពុជានិងប្រជាជនកម្ពុជាបាននាំយកនៅវត្ថុសិល្បៈដ៏មានតម្លៃជារូបចម្លាក់ព្រះបដិមាករសម័យអង្គរមកជូនរដ្ឋាភិបាលនិងប្រជាជនចិនតាមរយៈឯកឧត្តមជូអេនឡាយនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនសម្ដេចព្រះនរោត្តមសីហនុមានព្រះបន្ទូលថាព្រះបដិមាករសម័យអង្គរនេះមានតម្លៃឥតកណនាចំពោះប្រជាជនកម្ពុជាហើយក៏ជាសក្ខីភាពនៃកតញ្ញូតាធម៌របស់ប្រជាជនកម្ពុជាចំពោះប្រជាជនចិនហើយជានិមិត្តរូបនៃមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រជាជនយើងទាំងពីរផងដែរសម្ដេចព្រះនរោត្តមសីហនុបានព្រះឧបត្ថម្ភជាទឹកប្រាក់ចំនួន$50,000សហរដ្ឋអាមេរិកចំពោះក្រសួងសង្គមគិច្ចតាមរយៈឯកឧត្តមឧបនាយករដ្ឋមន្ត្រីចិនយីគណៈប្រតិភូជនខ្ពស់កម្ពុជាបានបន្តដំណើរទស្សនកិច្ចទៅកាន់ខេត្តខ្វាងជូវដោយមានឯកឧត្តមឧបនាយករដ្ឋមន្ត្រីចិនយីជួយដំណើរឯកឧត្តមនាយករដ្ឋមន្ត្រីជូអេនឡាយអញ្ជើញដង្ហែសម្ដេចព្រះនរោត្តមសីហនុនិងអ្នកម្នាងហើយបានប្រសិទ្ធពរថ្វាយព្រះអង្គនិងគណៈប្រតិភូជនខ្ពស់កម្ពុជាទទួលបានសេចក្តីសុខក្នុងរយៈពេលអញ្ជើញបន្តដំណើរទស្សនកិច្ចនាពេលនេះទីក្រុងខ្វាងជូវគឺជាទីក្រុងដ៏ធំមួយនៅក្នុងចំណោមទីក្រុងធំៗនៅប៉ែកខាងត្បូងនៃប្រទេសចិនគណៈប្រតិភូជនខ្ពស់កម្ពុជាបានមកដល់ទីក្រុងខ្វាងជូវនៅល្ងាចថ្ងៃទី22ខែធ្នូឯកឧត្តមចិនអ៊ីអភិបាលខេត្តខ្វាងតុងនិងលោកជំទាវឯកឧត្តមតឹងសិននិងលោកជំទាវនិងប្រជាជនប្រុសស្រីរាប់ពាន់នាក់មកពីគ្រប់មជ្ឈដ្ឋានបាននាំគ្នាមករងចាំធ្វើពិធីបដិសណ្ឋារកិច្ចដល់ប្រលានយន្តហោះនៅក្នុងចំណោមប្រជាជនមហាជននាពេលនោះមាននិស្សិតកម្ពុជាជាច្រើនរូបបានមកសម្ដែងមនោសញ្ចេតនាគោរពស្រឡាញ់និងរំភើបរីករាយយ៉ាងក្រៃលែងចំពោះព្រះវត្តមាននៃសម្ដេចព្រះនរោត្តមសីហនុនាពេលនោះមជ្ឈមណ្ឌលផលិតផលទំនិញនាំចេញនៃសាធារណរដ្ឋប្រជាមានិតចិននៅទីនេះមានផ្ទុកនៅទំនិញជាប្រពៃណីនិងមុខទំនិញសម័យថ្មីដែលសម្ដេចព្រះប្រមុខរដ្ឋកម្ពុជានិងគណៈប្រតិភូជនខ្ពស់បានកត់សរសើរយ៉ាងខ្លាំងអំពីគុណភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រីចិនយីមានប្រសាសន៍ថាប្រទេសយើងទាំងពីរកំពុងស្ថិតនៅក្នុងដំណើរការអភិវឌ្ឍដូចគ្នាយើងទាំងអស់គ្នាសង្ឃឹមថាជីវភាពរស់នៅរបស់ប្រជាជនយើងទាំងពីរនឹងឈានទៅដល់ភាពសម្បូររុងរឿងជាក់ជាមិនខានឡើយរោងចក្រផលិតស៊ីម៉ងទីក្រុងខ្វាងជូវបានទទួលបណ្ដុះបណ្ដាលអ្នកបច្ចេកទេសកម្ពុជាមួយចំនួនរួចមកហើយថ្ងៃនេះកម្មករទាំងប្រុសស្រីមានក្តីរំភើបរីករាយអស់ពីដួងចិត្តទទួលស្វាគមន៍គណៈប្រតិភូជនខ្ពស់កម្ពុជាដែលបានយាងនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅទីនេះឆ្លៀតក្នុងឱកាសនោះដែរសម្ដេចព្រះនរោត្តមសីហនុបានមានព្រះបន្ទូលថ្លែងអំណរគុណចំពោះសាធារណរដ្ឋប្រជាមានិតចិនដែលបានជួយកសាងរោងចក្រផលិតស៊ីម៉ងនៅកម្ពុជាព្រមទាំងបានទទួលអ្នកបច្ចេកទេសកម្ពុជាជាច្រើនរូបមកធ្វើការបណ្ដុះបណ្ដាលជាបន្តបន្ទាប់
សម្ដេចព្រះនរោត្តមសីហនុព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជាបានព្រះអនុញ្ញាតឲ្យក្រុមនិស្សិតកម្ពុជាចូលក្រាបថ្វាយបង្គំគាល់ហើយថតរូបទុកជាអនុស្សាវរីយ៍ទៀតផងនៅថ្ងៃទី25ខែធ្នូសម្ដេចព្រះនរោត្តមសីហនុបានសពព្រះハរតីប្រទានគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតនៃព្រះរាជាណាចក្រកម្ពុជាជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីចិនយីព្រះអង្គមានព្រះបន្ទូលថាគ្រឿងឥស្សរិយយសនេះជាតំណាងទឹកចិត្តរបស់ប្រជាជនកម្ពុជាយើងខ្ញុំទាំងមូលគឺពុំមែនជាតំណាងឲ្យព្រះរាជវង្សានុវង្សខ្មែរតែប៉ុណ្ណោះទេឯកឧត្តមឧបនាយករដ្ឋមន្ត្រីចិនយីបានថ្លែងអំណរព្រះគុណដ៏ជ្រាលជ្រៅថ្វាយសម្ដេចព្រះនរោត្តមសីហនុហើយសន្យាថានឹងបន្តខិតខំរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរជារៀងរហូតទៅថ្ងៃទី26ខែធ្នូសម្ដេចព្រះនរោត្តមសីហនុបានបញ្ចប់ជាស្ថាពរកម្មវិធីទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាមានិតចិនឯកឧត្តមឧបនាយករដ្ឋមន្ត្រីចិនយីនិងលោកជំទាវឯកឧត្តមឈិនអ៊ីអភិបាលខេត្តខ្វាំងតុងនិងលោកជំទាវឯកឧត្តមតឹងសិនព្រមទាំងព្រះបុត្រារបស់ព្រះអង្គបានយាងនឹងអញ្ជើញមកការប្រលានយន្តហោះដើម្បីជូនដំណើរមាតុភូមិនិវត្តនៃគណៈប្រតិភូជនខ្ពស់កម្ពុជាក្នុងមនោចេតនានឹករលឹកបំផុតប្រជាជនចិននិងប្រជាជនកម្ពុជាបានសន្យាថាប្រកាន់យកនូវគោលការណ៍សន្តិភាពទាំង5ដើម្បីបន្តរឹតចំណងមិត្តភាពសាមគ្គីភាពរវាងប្រទេសយើងទាំងពីរហើយមានជំនឿជឿជាក់ថានឹងបន្តពង្រឹងពង្រីកចំណងមេត្រីភាពមិត្តភាពឲ្យបានថិតថេរជាអមតៈ